ទេសភាពមាត់ទន្លេបងប្អូនខែទឹកឡើងស្ទូចត្រីកំសាន្តលេងពេលល្ងាចម៉ោង5ស្មើនេះសួស្តីបងប្អូនសួស្តីចង់ភ្លឺចុចជាមួយពីខ្ញុំបាទដំនៅខេត្តក្រចេះសូមវាយបងប្អូនបានប្រឌិតរូបភាពឲ្យបងប្អូនទស្សនាលេងនេះទឹកឡើងបងប្អូនឡើងបាន1/3នៃច្រាំងហើយអញ្ចឹងប្រហែលខែ6ឬក៏ពាក់កណ្ដាលខែ6អាចប្រហែលជានេះហើយជាពាក់កណ្ដាលច្រាំងហើយនៅជិតដាច់ខែ5ហើយថ្ងៃចាំងមកនេះមកខាងទៀតនេះក្រឹងថ្ងៃនេះអត់ត្រូវសើមិញបាន4-10ថ្ងៃនេះអត់តាន់បានមួយសោះម៉ោងឡើង5ជាងនេះមើលអត់ស៊ី6ទៅផ្ទះហើយបងប្អូនថ្ងៃនេះអត់មានអីទេមានតែមកទូចត្រីលេងបងប្អូនដោយសារតែទៅបង្កើត channel YouTube ហើយដាក់វីដេអូបងប្អូនអាចជជែកគ្នាលេងបានហើយសម្រាប់បងប្អូននៅតាមបណ្ដាខេត្តផ្សេងឬក៏ប្រទេសផ្សេងអីអាចរាប់អានគ្នាបានតាមហ្នឹងឬក៏បងប្អូនអាចចូលមើលក្នុង account ត្រង់ទីសខេត្តវិចេះក្នុងការដែលបងប្អូនចង់ចេះចង់ដឹងពីតិចនិចចាំមន់អីអាចតំណងឆាតសួរបានតែថ្ងៃនេះខ្ញុំមកស្ទូចត្រីបងប្អូននេះមកស្ទូចត្រីលេងកែសុកកាត់ stress ស្អាតណាធម្មជាតិអញ្ចឹងមិនថាយើងកុំគេថាបំផ្លាញធម្មជាតិយើងរស់ឲ្យនៅដូចធម្មជាតិអញ្ចឹងទៅជីវិតយើងក្តីសុខដូចខ្ញុំអញ្ចឹងរស់នៅមួយធម្មជាតិនេះដីនៅមុខផ្ទះបងប្អូនដីនៅមុខផ្ទះតាមពិតដល់ពេលខែទឹករៀងស្មុកពាក់កណ្ដាលច្រាំងហើយមួយទឹកលេងតែឥឡូវទឹកវារៀងល្អក់នេះទឹកវារៀងល្អក់ចឹងបងប្អូនចឹងទៅក៏អត់សូវបានមួយណាមួយវាឡើងមកវាលិចព្រៃលិចបន្លាអញ្ចឹងចុះមួយទៅវាពិបាកកុំអីទៅមួយលេងបាត់ហើយនេះស្ងាត់ម្ល៉េះត្រីយោណាអស់ហើយត្រីអើយត្រីញ៉ៃទេបងប្អូនណាជាស្រ័យបងមិនធម្មជាតិរៀលចូលឃើញតែមេឃចឹងស្ងាត់ល្អមែនខាចេញម្ដងមើលឃើញទេបងអត់បានត្រីទេនេះគ្រាន់ខាមើលវាចង់ដឹងមិនស្ងាត់ណាអស់នុយទៅដឹងនុយនៅដែរបើនុយឆ្កោមបើនុយឆ្កោមចេះវាស៊ីគេនេះបើមិញដាក់ខំបាយចង់ក៏មិនបិទមួយអត់តនេះមិនសមមិញបងប្អូនដែលចូលមើលវីដេអូផ្សេងមិញអូសំបាយភ្នែកនេះខាំសោះខប់គ្នាតែមួយថ្ងៃចង់មិនចឹងទឹកឡើងច្រើនពេកចឹងទឹកឡើងច្រើនណាបងប្អូនឡើងប្រហែលជាកន្លះម៉ែត្រទៅ
một ngày lên chích lạc mét bạn sĩ rồi 8 môn rồi khi sớm thấy vậy thấy câu đau không bộ món rồi giờ thấy miếng đó lấy đi đây ngay đi ở trong mũi viên luôn thật với còn hút lao phí đấy chứ không đấy đá ấy thùng mà không này cái đá ấy thùng kẹt sẽ túi đạch đó nhỉ ôi sư một đông mò món sư ó chứ không phải nè xì tê chạy tê vào bố rồi đại cái rèo từ lấy cái rèo từ lấy bố mình tới đường xi ngặt ok ấy đây bố thôi mình vẫn đang đậu chẳng phần đang cho bố này tôi thấy to thế sân bye bye chụp video hỏi tiền bố cũng là chui subscribe nè môi phong cho nên được một cái